ធ្លាប់តែឃើញតកែលើអញ្ចឹងឥឡូវឲ្យបងប្អូនមើលតកែក្នុងទឹកម្ដងបាទនេះគេហៅថាថៃតកែជុំយក3មកទូចបានថៃ3បាទត្រីដែលយើងស្ទូចបានស្រស់បងប្អូនអ្នកគ្នាយកមកស្ងោរជ្រក់ភ្លាមណាឃើញថាជាតិខ្លាំងមែនតើបងប្អូននេះមើលតែខ្ញុំដួសឲ្យបងប្អូនមើលទៅដឹងហើយសាច់ត្រីឡងណែនស្រស់តែម្ដងហើយយើងយកមកស្លយ៉ាងទៀតថាឆ្ងាញ់មែនតើហើយបូករួមជាមួយនឹងបរិយាកាសបែបនៅកណ្ដាលសមុទ្រចឹងទៀតណាបងប្អូនអ្នកគ្នាគឺប្លែកមែនតើណាបាទបងប្អូនអ្នកគ្នាព្រឹកឡើងយើងចេញទូកពីផែកោះទន្សាយទៅដោយសារយើងទឹកស្ងប់ពេកទ្រាំអត់បានអញ្ចឹងក៏បបួលគ្នាចេញទូកទៅស្ទូចថៃតែម្ដងបងប្អូនគ្នាបន្ទាប់ពីជិះបាន10គីឡូជាងពីច្រាំងពីផែកោះទន្សាយហ្នឹងក៏ដល់ទីតាំងស្ទូចហើយក្មេងៗក៏ទៅមួយដែរក្មេងៗស្ទូចបានច្រើនធំទៀតណាបងប្អូនអ្នកគ្នាដោយបងប្អូនឃើញយ៉ាងអ្នកមនុស្សធំស្ទូចទៅសូវបានទេណាស់តែក្មេងៗស្ទូចបានច្រើនមែនទែនហើយនិយាយទៅគឺសុបាយខ្លាំងបងប្អូនអ្នកគ្នាបទពិសោធន៍ថ្មីណាបងប្អូនចង់បានបទពិសោធន៍ថ្មីអាចតាក់ទងខ្ញុំបានទូកមកទីតាមកោះស្ទូចថៃមើលផ្កាថ្មចូលលេងពីវិកោះតែគ្នាបងប្អូនជិះតែគ្នាបងប្អូនអាចតាក់ទងមកបាននិយាយទៅតំបន់នេះគឺត្រីច្រើនក៏ស្ទូចបានតែម្ដងហើយក៏រៀបចំថាដល់ម៉ោងបាយម៉ោង11ហ្នឹងក៏រៀបចំធ្វើត្រីស្ងោរជ្រក់ហើយព្រមម្នាក់នៅក្រោយទូកស្ទូចដាក់វត្តម្នាក់ឯងទេគាត់បកកែស្ទូចដែរតែគាត់ស្ទូចតែម្នាក់ឯងទេហើយពួកខ្ញុំឆ្លៀតពេលអញ្ចឹងទៅក៏យកត្រីខ្លះយកមកស្ងោរជ្រក់ឬក៏យកមកចៀនបងប្អូនទាំងគ្នាហើយត្រីស្រស់ហើយស្ទូចនេះតែបានត្រឹមម៉ោង11ទេនៅស្ទូចបន្តស្ទូចដល់ម៉ោង2:10ជាង7:1ទៀតគឺបានច្រើនទៀតបងប្អូនទាំងគ្នាបានប្រហែលជាចូល20គីឡូបាទហើយបងប្អូនគាត់ចាប់ផ្ដើមដាក់ស្ងោរនៅក្នុងទូកគឺមានចក្រានបាយមានកន្លែងញ៉ាំអិនម៉ាអេហ្មងនិយាយទៅមានមួយសែតតែម្ដងបាំងខ្យល់បាំងអីចិត្តអត់មានភ័យថាមានខ្យល់មានអីទៅលត់ភ្លើងអីទេអត់ទេគឺមានបាំងចិត្តឈឹងតែម្ដងហើយគាត់សុបាយគាត់ស្ទូចបានប្រហែលជាមកបិណ្ឌតកបិណ្ឌហ្នឹងរៀងធំដែរបងប្អូនអ្នកគ្នាមកពេញហៀវហ្មងណាហើយត្រីនេះគឺត្រីធ្វើសម្រាប់បងសម្រាប់ចៀនញ៉ាំជាមួយនឹងស្ងោរជ្រក់ហើយស្ងោរជ្រក់ឲ្យស្ងោរស្អិនទៅក៏យើងរៀបចំដាក់គ្រឿងក្រៅតាមហ្នឹងទៀតបងប្អូនអ្នកគ្នាតំណងមែនទែននិយាយថាត្រីដែលយើងស្ទូចបានស្រស់ហ្នឹងយកមកធ្វើគឺសាច់ឡើងផ្អែមហើយជាតិតែម្ដងមានរសជាតិឆ្ងាញ់អត់មានឆ្អាបអីបានតិចទេបងប្អូនអ្នកគ្នាបូករួមជាមួយគ្រឿងដែលយើងរៀបចំមកពីផ្ទះហ្នឹងច្រើនទៀតហត់តែឆ្ងាញ់បុកទឹកត្រីហឹលទៀតរសជាតិមែនទែនបងប្អូនអ្នកគ្នានេះបងប្អូនអ្នកគ្នាបរិយាកាសដែលយើងនៅកណ្ដាលសមុទ្រខ្យល់មកលិហកហើយពោពេញទឹកវត្តជុំវិញអញ្ចឹងណាហើយស្ទូចបដារៀបចំបាយញ៉ាំបដាអញ្ចឹងគឺហើយបូករួមជាមួយនឹងត្រីដែលយើងស្ទូចបានភ្លាមណាហូរហើយយកមកចម្អិនហ្នឹងគឺស្រស់ខ្លាំងមែនតើបងប្អូននេះគាត់លើកពីទឹកហើយយកមកចម្អិនភ្លាមអញ្ចឹងឆ្ងាញ់ថារឿងសាច់គោអត់ដូរទេបងប្អូនគ្នាជឿបងប្អូនមកសាកម្ដងដឹងហើយជាមួយយើងស្ទូចហត់ហេវទាំងទៀតសំខាន់គឺនៅលើទូកមានមួយសែតបងប្អូនគ្នាមានទាំងទឹកសាបមានទាំងបកុនមានទាំងជាក្រានអាំងសាច់ជាក្រានសម្រាប់ចម្អិនស្ងោរជ្រក់បំពងត្រីអីហ្នឹងគឺមានមួយសែតមកអត់ឲ្យពិបាកទេហើយអូននេះបួងយួរគាត់ហេវហើយក្មេងៗស្ទូចបានច្រើនបងប្អូនអ្នកគ្នាទៅហ្នឹងក្មេងៗស្ទូចបានធំអានេះយើងមកតំបន់ដែលអត់មានកោះបងប្អូនអ្នកគ្នាហើយថ្មនៅខាងក្រោមទឹកចឹងត្រីវាលាក់ខ្លួននៅនឹងច្រើនអញ្ចឹងយើងដឹងយើងចេះស្ទូចដែរយើងស្ទូចបានច្រើនហើយបងប្រុសនេះគាត់បិទផ្លែ16បងប្អូនអ្នកគ្នាផ្លែស្ទូចគាត់ដាក់6អញ្ចឹងពេលខ្លះគាត់លើកមកម្ដងត្រី2ម្ដងត្រី3ត្រី4ក៏មានដែរសរសើរគាត់បកកែស្ទូចជាងគេអស់ហើយស្ទូចបានធំច្រើនដែរនេះទឹមតែមកបានប្រហែលជាចូលជា1ម៉ោងបានប៉ុណ្ណឹងហើយវីដេអូចុងបញ្ចប់ដែលខ្ញុំបង្ហាញនេះហ្នឹងបានចាប់ដើមស្ទូចប្រហែលជា 3-4 ម៉ោងដែរបងប្អូនគ្នាបានច្រើនមែនតើហើយនឹងយើងចម្អិនខ្លះណាបងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកទូកស្ទូចត្រីជីតាមកោះតែគ្នាបងប្អូនព្រឹកដល់ងាយអីអាចតាក់ទងមកខ្ញុំបានលេខទូរស័ព្ទក្នុងវីដេអូហ្នឹងហើយនៅលើចំណងជើងហ្នឹងក៏មានដែរអញ្ចឹងបងប្អូនអាចតាក់ទងបានណា